ពុកម៉ែបងប្អូនណាខ្លះដែលមិនទាន់ចេះធ្វើទាដើមចេកដើម្បីមានរសជាតិឆ្ងាញ់តោះមកទស្សនាវីដេអូនេះ Page សំណាង TV នឹងចែករំលែកពីរបៀបធ្វើដោយដែលពុកម៉ែបងប្អូនបានឃើញនៅខាងដើមវីដេអូនឹងអញ្ចឹងបាទមុខម្ហូបមួយមុខនេះគឺថាទំនងណាស់តោះកុំឲ្យខាតពេលយូរមករៀនធ្វើទាំងអស់គ្នាបាទជាដំបូងគឺយើងរៀបចំបាទបង្កាត់ភ្លើងបាទហើយថ្ងៃនេះគឺយើងធ្វើនៅខាងតកៅបាទទៅផ្ទះប្អូនបាទធ្វើទាដើមចេកហើយទាថ្ងៃហ្នឹងគឺយើងធ្វើទា3បាទចឹងឆ្នាំងរៀងធំបន្តិចទៅបាទបន្ទាប់មកគឺយើងចាក់ប្រេងឆាបន្តិចឆាខ្ទឹមឲ្យឈ្ងុយទៅបាទហើយចាក់ជាមួយនឹងម្ទេសឆ្អើបាទម្ទេសឆ្អើយើងច្រាំឲ្យម៉ត់ទៅហើយសម្លនេះបាទគឺប្រើជាមួយនឹងខ្ទិះដូងបាទចឹងមានអ្នកជួយកោសដូងកោសអីចឹងហើយអានេះគ្រឿងបុកបាទគ្រឿងបុកគឺយើងចាក់វាចូលទៅហើយសម្រាប់ទឹកជ្រលក់ពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំប្រើជាមួយនឹងទឹកជ្រលក់គួយបាទចឹងគឺយើងត្រូវការច្រាំប្រហុកហើយយើងបន្តកូរគ្រឿងនឹងឲ្យវាឈ្ងុយហើយបាទចាក់ខ្ទិះដើមចូលបន្តិចទៅបាទហើយបន្តកូររងាស់វារហូតដល់តែគ្រឿងនឹងវាឡើងឈ្ងុយល្អហើយបាទខ្ញុំចាក់ជាមួយនឹងសាច់ទាចូលបាទហើយទានេះក៏ទាធម្មជាតិទៀតដែរបាទគឺថានៅស្រុកស្រែបាទសិតតែរបស់ធម្មជាតិទាំងអស់ហ្មងបាទទាំងបន្លែទាំងសាច់ទាំងអីហ្នឹងបាទចាក់ពុកម៉ែបងប្អូនសម្រាប់ទាដើមចេកនេះទឹកជ្រលក់វាបាទគឺថាត្រូវជាមួយនឹងម្ជូរកូនម៉ែក៏ប៉ុន្តែនៅខាងនេះអត់មានបាទអញ្ចឹងគឺយើងធ្វើទឹកជ្រលក់គួយជំនួសវិញបាទឥឡូវយើងបន្តរងាស់ឲ្យដាច់ទឹកប្រៃតិចទៅណាហើយចាំយើងដាក់ជាមួយនឹងគ្រឿងទេសបាទមានអំបិលប៊ីចេងស្ករអីដាក់ទៅតាមនឹងទៅជាតិដាក់ទៅតាមចំណង់ចំណូលចិត្តទៅហើយរសជាតិរបស់វាស្រាលទេដោយសារយើងញ៉ាំជាមួយនឹងទឹកជ្រលក់បាទហើយហ្នឹងហើយគ្រឿងទេសពុកម៉ែបងប្អូនដាក់ទៅតាមហ្នឹងទាំងណាបន្ទាប់មកយើងចាក់ជាមួយនឹងទឹកដូងបាទយើងមានទឹកដូងដាក់ទឹកដូងមានខ្ទិះដូងដាក់ខ្ទិះដូងទៅបាទខ្ទិះចុងហ្នឹងហើយយើងបន្តរងាស់វាទៅណាពុកម៉ែបងប្អូនបាទឥឡូវឃើញថាសាច់ទារបស់យើងរាងផុយល្មមបាទដោយសារទារាងខ្ចីដែរអញ្ចឹងគឺអត់ប្រើពេលយូរទេបាទស្លតែមួយផ្លែតទៅផុយបានញ៉ាំហើយបាទនេះទំនងណាពុកម៉ែបងប្អូនឃើញទេបាទឥឡូវយើងចាក់ជាមួយនឹងសណ្ដែកដីចូលទៅរួចជាការស្រេចហើយចុងក្រោយយើងបន្ថែមជាមួយនឹងខ្ទិះដើមបន្តិចទៀតទៅហើយលើកវាចេញណាពុកម៉ែបងប្អូនបាទឥឡូវតោះមកធ្វើទឹកជ្រលក់ទាំងអស់គ្នាបាទហើយទឹកជ្រលក់មួយមុខនេះគេហៅថាទឹកជ្រលក់គួយបាទអត់ពិបាកនៅក្នុងការធ្វើទេបាទយើងមានជាមួយនឹងគ្រឿងបុកហើយនឹងប្រហុកចិញ្ច្រាំបាទប្រហុកច្រាំយើងច្រាំឲ្យវាម៉ត់តិចណាបន្ទាប់មកខ្ញុំដួសដាក់បាទប្រហែលជា2-3ស្លាបព្រាបាទហ្នឹងយើងធ្វើទៅតាមសមាជិកអ្នកញ៉ាំរបស់យើងតិចច្រើនយើងធ្វើទឹកជ្រលក់ទៅតាមហ្នឹងទៅបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករសប្រហែលជា2ស្លាបព្រាបាយបាទហើយប៊ីចេងបន្តិចទៅយើងកូរត្រឡប់ចុះត្រឡប់ឡើងឲ្យវាសព្វហើយយើងដួសជាមួយនឹងទឹកសម្លបាទទឹកសម្លរបស់យើងហ្នឹងបាទគឺយើងដួសយកមកលាយធ្វើជាទឹកជ្រលក់បាទហើយភ្លក់មើលទៅតាមចំណង់ចំណូលចិត្តណាបាទហើយយើងបន្ថែមជាមួយនឹងក្រូចឆ្មាបន្តិចទៀតទៅបាទច្បាច់ក្រូចឆ្មាប្រហែលជា2-3ផ្លែទៀតទៅបាទដើម្បីឲ្យវាមានរសជាតិឆ្ងាញ់បាទហ្នឹងហើយរបៀបធ្វើទឹកជ្រលក់គឺថាងាយទេពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាគឺថាឆ្ងាញ់ណាស់ជាមួយនឹងសាច់ទាបាទហើយជាមួយនឹងបន្លែបាទមានដើមចេកមានតយោងចេកមានជីគ្រប់មុខហ្នឹងគឺថាចាប់ជាតិគ្នាត្រូវណាស់បាទឥឡូវនេះចុងក្រោយបាទខ្ញុំចាក់ជាមួយនឹងដើមបន្តិចទៀតបាទហើយតមកគឺយើងលើកវាចុះទៅបាទគឺថាឆ្អិនរួចរាល់ហើយពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានបាទរសជាតិរបស់វាធានាថាឆ្ងាញ់ណាស់ធ្វើរបៀបនេះពុកម៉ែបងប្អូនបាទហើយហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទចាប់ដើមដួសដាក់ចានមកបាទថាទំនងណាស់ជាមួយនឹងបន្លែបាទមានដើមចេកមានអីហ្នឹងគឺថាត្រូវគ្នាណាហើយនេះបើសិនជាបានម្ជូរកូនម៉ែទៀតពុកម៉ែបងប្អូនបាទទឹកជ្រលក់របស់វាហ្នឹងគឺថាត្រូវគ្នាណាបាទហ្នឹងហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណពុកម៉ែបងប្អូនមែនទែនដែលចូលចិត្តហើយទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទហើយបើសិនជាយល់ថាវីដេអូនេះមានប្រយោជន៍បាទជួយ share ចែករំលែកមើលផងដើម្បីឲ្យពុកម៉ែបងប្អូនយើងបានចេះធ្វើទាដើមចេកទាំងអស់គ្នាបាទអរគុណជួបគ្នាវីដេអូក្រោយ